យើងស្រាយចម្ងល់ទាំងអស់គ្នាណាច់ទៅបានមកជួបគ្នាក្នុងការឡាយជំរាមយបៃចឹងមួយឯងខ្ញុំបាទសូមបកស្រាយអ្នកប្រាជ្ញលោកបុរាណលោកបានដាក់ឈ្មោះឲ្យមេត្តាហើយនឹងបិតាជាព្រហ្មីជាទេវតាផ្ទះអាម៉េចក៏គេថាអញ្ចឹងលោកប្រុសស្រីដោយសារខ្ញុំបាទឃើញរឿងមួយគេឲ្យឈ្មោះថាមេត្តាបិតាព្រោះគាត់មានព្រហ្មវិហារធម៌4ប្រការសន្តោសឲ្យប្រងថែមទាំងវិន័យទើបលោកប្រាជ្ញអ្នកបុរាណលោកក៏បានចាត់និទានស្ដីឲ្យមេត្តាបិតាបុព្វការីលៃមានឈ្មោះហៅថាព្រហ្មីធម៌ទាំង4ប្រការហ្នឹងវាយ៉ាងម៉េចខ្លះសូមជម្រាបញាតិមិត្តទាំងក្មេងចាស់ទី1គេហៅថាមេត្តាការស្រឡាញ់រាប់អានចំពោះកូនប្រុសស្រីនៅពេលដែលកូនចាប់បដិសន្ធិមកកាលណាមេត្តាហើយនឹងបិតាតែងតែបីបំថ្នមរសាដោយការមេត្តាចិត្តល្អប្រពៃទីពីរនឹងគឺធម៌ករុណាការអាណិតអាសូរកូនពុនពេកក្រៃណាត់សូរនឹងយ៉ាងណាទៅញាតិទាំងប្រុសស្រីលៃទៅពេលដែលកូនកើតឡើងមកក្នុងឧត្តមមកកាលណាសម្បត្តិសុភាពគុតគង់គ្រឿងសំណង់តម្លៃធូរជាងគេមិនថាកូននោះកើតមកមានគំព្រាឬក៏យ៉ាងណាមានអវយវៈគ្រប់គ្រាន់យ៉ាងណាយ៉ាងណីកូននោះកាត់មកពីការពីរាឬមួយក៏មានការៈមិនគ្រប់អីម្ដាយឪពុកទាំងប្រុសស្រីលៃតែងតែមានការអាណិតអាសូរជាធម្មតាចឹងម៉ែឪស្រឡាញ់កូនខ្លាំងសម្បើម៉ៃអស្ចារ្យទោះបីកូនកាត់មកខ្មៅសពណ៌សម្បុរឬមួយក៏ពិការអីក្តីណាមេត្តាបិតានៅតែស្រឡាញ់ចឹងហើយមួយទៀតសូមជម្រាបញាតិទាំងប្រុសស្រី